ខ្ញុំបាទរាជាគ្រាលាសារព័ត៌មានពីយូសូមលំអរកាយគោរពសម្ដេចទ្រង់ឯកឧត្តមអស់លោកស្រីនៅនាងកញ្ញារកការតាមដាន Page CN មានឡាយ24ម៉ោងលើ24ម៉ោងនៅបងប្អូនយើងក៏លាក់ពេលស្មារតីមានករណីគ្រោះថ្នាក់ចរាចរណ៍នៅលើបណ្ដោយផ្លូវ2004ដែលស្ថិតនៅភូមិតាពាំងលាវាសង្កាត់កាកាទី1ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញណាបងប្អូនគឺករណីម៉ូតូពីរគ្រឿងនេះគឺបុកគ្នាពេញទំហឹងណាបងប្អូនយើងបណ្ដាលឲ្យចាក់ទីទាំងសងខាងគឺរងរបួសទាំងសងខាងតែម្ដងណាបងប្អូនយើងគឺនោះគឺចាក់ទីខាងម៉ូតូទាំងសងខាងគឺរងរបួសធ្ងន់ណាបងប្អូនយើងសូមបញ្ជាក់ថាមុននឹងបន្តិចគឺភាគីខាងម៉ូតូមកខាងទៀតបានបញ្ជាក់ថាម៉ូតូគាត់នឹងបើកពីបូងមកជើងហើយម៉ូតូមួយទៀតហ្នឹងគឺឆ្លងតែយើងអត់ទាន់ដឹងថាម៉ូតូណាឆ្លងម៉ូតូណាបើកពីបូងមកជើងទេណាបងប្អូនប្រិមិត្តឥឡូវនេះគឺភាគីខាងម៉ូតូនេះគឺរងរបួសជាទម្ងន់ទាំងសងខាងតែម្ដងណាបងប្អូនប្រិមិត្តគឺបុកគ្នាពេញហ្នឹងបងប្អូនជាក់ស្ដែងបងប្អូនឃើញណានៅលើបណ្ដោយផ្លូវ2004សូមបញ្ជាក់ផ្លាកលេខម៉ូតូនេះគឺសង់ទាំងពីរសូមបញ្ជាក់ផ្លាកលេខម៉ូតូសង់ស៊េរី2025បន្តិចបងប្អូនវា2000ម៉ាននេះសូមម៉ានឡើងតែមណាបាត់ដំបង 1B 1601ហ្នឹងភាគីខាងម៉ូតូសង់015មួយទៀតគឺភ្នំពេញ1W 0793ណាបងប្អូនដោយសារតែផ្លាកលេខវាហ្នឹងងឹតអីរឿងលុបអញ្ចឹងសូមបងប្អូនយុវតាជួយសៀមម្នាក់មួយផងបងប្អូនណាគឺដើម្បីឲ្យដឹងដល់សមត្ថកិច្ចក៏ដូចជាមន្ទីរពេទ្យខាងពេទ្យទទួលបន្ទាន់ណានៅផ្លូវ2004ដែលស្ថិតនៅភូមិតាពាំងលាវាសង្កាត់កាកាទី1ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញបន្តិចទៀតយើងនឹងសាកសួរភាគីទាំងសងខាងតែម្ដងណាបងប្អូនប្រិមិត្តនៅលើបណ្ដោយផ្លូវ2004គឺបណ្ដាលឲ្យមានការកកស្ទះណាបងប្អូនគឺរយៈពេលប៉ុណ្ណឹងគឺកំពុងតែមានការមមាញឹកមែនទែនអញ្ចឹងសូមបងប្អូនមេត្តាជួយជួយដើម្បីដឹងដល់សមត្ថកិច្ចមូលដ្ឋានក៏ដូចជានេះបងប្អូនយើងភាគីពកកង់មេដើម្បីហ្នឹងមេដើម្បីហ្នឹងមិនជួយឲ្យឡានពេទ្យមកផ្លូវ2004ទេមែនងុំនឹងទីហ្នឹងមែនតែបើដល់4ទេទៅក៏មិនមានលេខពុកទេលេខបានហ៎114បងវាយជួយចិត្ត114ហ្នឹងទៅទៅពោតង់វិញនេះញ៉ាមិន屌ឲ្យទៅ114ទៅពោតង់វិញនេះពេទ្យណាអូនគេស្អីអូនសុំសួរតិចអូនម៉ូតូអូនបើកពីណាមកណាទេអូនខ្ញុំទៅត្រាមកពីបាននេះមួយដល់ពីបាននេះមួយបាទហើយម៉ូតូមកខាងទៀតបើកពីណាមកណាទេអូនបងឆ្លងឆ្លងពីកាត់មកលិចណាបាទម៉ូតូអូនសងសូនប៉ុន្មានទេអូន010ហ៎ចុះមួយទៀត021ហ៎បាទអូឥឡូវហ្នឹងអូនសាច់ក្លេចមែនទេណាចាំតិចឡានពេលបន្តឡើយហ្នឹងបងប្អូនប្រិមិត្តឥឡូវនេះគឺករណីចរាចរណ៍នេះគឺត្រូវការឡានសង្គ្រោះដើម្បីយកភាគីទាំងសងខាងយកទៅសង្គ្រោះនៅឯទីពេទ្យផងដែរដោយសារតែមើលទៅដាច់ខ្លាំងណាស់មែនទែនបងប្អូនគឺសាច់កាត់ឡើងផ្លេកហើយណាបងប្អូនណាឥឡូវនេះគឺបងប្អូនប្រជាពលរដ្ឋក៏ដូចជាសមត្ថកិច្ចមូលដ្ឋានហ្នឹងលោកវាស់វែងគូហើយដើម្បីលើកទៅដាក់ម៉ូតូទាំងសងខាងគឺមកដាក់ឲ្យទៀតណាបងប្អូនគឺថាបណ្ដាលឲ្យមានការកកស្ទះនៅលើបណ្ដោយផ្លូវ2004មែនទែនបងប្អូនគឺគាត់ដាច់មុខតែដាច់ខ្លាំងមែនទែនអូនមិនអូនចាំពេលឡើងពេទ្យដល់ហើយ
ហ្នឹងហើយបងប្អូនពេកមើលអានេះមើលគាត់សាច់គឺអានផ្លេចហើយបងប្អូនគឺត្រូវការរថយន្តទៅព្រោះគឺមិនទាន់គឺនៅផ្លូវ2004តែស្ថិតនៅភូមិតាពាំងលាវាសង្កាត់កាកាប់ទី1ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញបងប្អូនប្រិមិត្តចឹងខ្ញុំបាទភារាក៏សូមធ្វើការបញ្ចប់ឡាយតែទឹកនេះបើមានពាក្យលឺខ្វះខាតចន្លោះកន្លែងណាសូមបងប្អូនសម្ដេចទ្រង់អាដាមមេត្តាអធិស្ឋានដល់លោកខ្ញុំបាទផងសូមបងប្អូនចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាចេះយោគយល់និងអធិស្ឋានឲ្យគ្នាទៅវិញមកណាបងប្អូនសូមអរគុណសូមគោរពលា